បន្ទាប់ពីបានរៀបចំប្រតិអីរួចរាល់អស់ហើយយើងបានបង្កើតនៅសមរភូមិទី2គឺការបង្កើតនៅបរិយាកាសគ្មានវិវាទហើយនៅក្នុងហ្នឹងយើងមានគោលនយោបាយ6ចំណុចមានទាំងការចុះបញ្ជីដីបង្ហើយតាំងពីការដោះស្រាយវិវាទការផ្ដល់សេវាគាប់ចិត្តហើយនិងការដោះស្រាយវិវាទបុរីបញ្ហាបឹងទន្លេសាបនិងបញ្ហាតំបន់ប្រាសាទអង្គរជាដើមចា៎ជាប្រវត្តិគាត់មកចូលរួមនេះគឺគាត់មកដើម្បីវិនិច្ឆ័យក្បាលដីកំណត់អត្តសញ្ញាណម្ចាស់ដីក្នុងខេត្តកំពង់ស្ពឺគឺយើងបានចុះបញ្ជីបញ្ចប់អស់ហើយចាសម្រាប់ឃុំតាំងក្រូចនេះគឺឃុំចុងក្រោយដែលយើងអនុវត្តការងារចុះបញ្ជីប្រហើយនេះហើយយើងនឹងត្រៀមបិទផ្សាយបញ្ចប់នៅពាក់កណ្ដាលខែមីនាឆ្នាំ2025ហើយយើងនឹងជំរុញការចែកបាននៅខែមិថុនាឆ្នាំ2025ខាងមុខបញ្ចប់ទូទាំងខេត្តតែម្ដងក្នុងរយៈពេល1ឆ្នាំជាងនេះគឺក្រុមការងារបានសម្រេចលទ្ធផលគូជាទីវាថាសម្រេចលទ្ធផលបានរលូនហើយបានទៅតាមអ្វីដែលរាជរដ្ឋាភិបាលគឺរំពឹងទុកវិវាទដែលមានជាង3000ករណីអញ្ចឹងចុះនៅសល់តែត្រឹម900ករណីតែប៉ុណ្ណោះវាសឹងនឹងថាយើងគិតថាជាភាគរយវាចូល90%ហើយចាដែលយើងថាក្រុមការងារគាត់បានអនុវត្តគាត់បានចុះតាមបណ្ដារាជធានីខេត្តគាត់សស្រាក់ស្រាមការជួបមួយប្រជាពលរដ្ឋបញ្យល់ណែនាំប្រជាពលរដ្ឋឲ្យយល់ដឹងពីបញ្ហាដីធ្លីចាប់ផ្ដើមក្នុងអាណត្តិទី7នេះគឺក្នុងរយៈពេល1ឆ្នាំកន្លះក្រសួងបានទទួលពាក្យស្នើសុំអន្តរាគមន៍ពីអតិថិជនបរិយាដែលមានបញ្ហានោះគឺបានសរុបជាង130ករណីហើយក្នុងពេលបច្ចុប្បន្ននេះក្រុមការងារក៏ដូចជាថ្នាក់ដឹកនាំក្រសួងបានជួយសម្របសម្រួលដោះស្រាយជូនពួកគាត់នឹងបានជាង100ករណីហើយចាហើយក៏ថ្មីនេះក្រសួងរៀបចំដែនដីនិងមន្ទីររាជធានីទាំងភូមិបាលមន្ត្រីគ្រប់ជាន់ថ្នាក់នឹងបានធ្វើការងារយ៉ាងមមាញឹកដុតដៃដុតជើងដើម្បីខិតខំចុះទៅស្រង់ទិន្នន័យវាស់វែងនៅលើបុរីដែលមានបញ្ហាហ្នឹងដើម្បីបំបែកដូចជាបំបែកក្បាលដីជូនពួកគាត់ដែរហើយក្នុងនេះគឺយើងដើម្បីនឹងចេញបានកម្មសិទ្ធិជូនទៅអតិថិជនដែលពួកគាត់បានបង់ប្រាក់ហើយ100%គ្រប់ចំនួនប៉ុន្តែមិនទាន់បានទទួលប្លង់ឬក៏មិនទាន់បានទទួលផ្ទះនៅក្នុងវិស័យរៀបចំដែនដីនគររូបនីយកម្មរបស់យើងមានផ្ដល់សេវាគេហៅថាសេវាសាធារណៈហ្នឹងជូនទៅដល់ខ្ញុំប្រើពាក្យថាអតិថិជនតែអតិថិជននៅទីនេះគឺមានច្រើនប្រភេទមានជាប្រជាជនមានទាំងអ្នកធុរកិច្ចមានទាំងអ្នកវិនិយោគនិងមានភាគីពាក់ព័ន្ធទាំងអស់ដែលគាត់ត្រូវការសេវាពីយើងក្នុងនោះមានទាំងវិស័យមានសេវាសំណង់ដែលសំខាន់ហ្នឹងគឺមានសេវាសំណង់និងសេវាសុរិយោដីក្នុងការដាក់ពាក្យដាក់អីទាំងអស់ហ្នឹងគឺយើងធ្វើ manual ទាំងអស់ពេញឯកសារបែបបត់ហើយយកទៅដាក់តែម្ដងប៉ុន្តែជាគោលនយោបាយសេវាគាប់ចិត្តនេះគឺអត់ទេបានន័យថាយើង convert អីហ្នឹងទៅជា digital ទាំងអស់ដូចខ្ញុំបញ្ជាក់ពីខាងដើមអញ្ចឹងយើងដើម្បីឆ្លើយតបជាមួយនឹងអតិភិបកលឹះអាណត្តិទី7យើងផងហើយនឹងដើម្បីចូលរួមសម្រាប់នៅសមរភូមិបរិយាកាសគ្មានវិវាទរបស់យើងផងគឺយើង convert ទាំងអស់ហ្នឹងទៅជា digital យើងចូលតែនៅក្នុង website របស់ក្រសួងដែលមាន website www.malub.gov.kh អញ្ចឹងយើងបំពេញបែបបទនីតិវិធីនៅក្នុងហ្នឹងហើយ submit payment អីទាំងអស់ហ្នឹងគឺនៅក្នុង online ទាំងអស់ចាហើយមួយវិញទៀតសោតសួរថាចុះបើបំពេញបែបបទអីអស់ទាំងហើយហ្នឹងតើធ្វើម៉េចយើងដឹងថាសេវានឹងដល់ណាដល់ណីយើងមាន system track ប្រព័ន្ធហ្នឹងទៀតអ្នកដែលជាអ្នកស្នើសុំសេវាប្រជាជនអ្នកធុរកិច្ចផ្សេងៗក៏គាត់ដឹងដែរថាសេវាហ្នឹងដល់ណាហើយព្រោះយើងមាន system ឲ្យគាត់មើលហើយយើង alert ទៅតាមប្រព័ន្ធបច្ចេកវិទ្យាដែលយើងកំពុងតែប្រើប្រាស់រាល់ថ្ងៃហ្នឹងខេត្តកំពង់ធំយើងនេះក៏មានក្រុងស្រុកចំនួន6ដែលមានភូមិសាស្ត្រជាប់នឹងបឹងទន្លេសាបដែរនៅក្នុងនោះមានក្រុងសឹងសែនស្រុកស្ទងស្រុកសន្ទុកស្រុកកំពង់ស្វាយស្រុកបារាយនិងស្រុកតាំងគោកសម្រាប់មន្ទីរដែនដីយើងចូលរួមគាំទ្រផ្នែកបច្ចេកទេសធ្វើការវាស់វែងដីនិងចុះបញ្ជីដីហើយជាក់ស្ដែងនេះគឺមន្ទីរបានចុះបញ្ជីដីតំបន់3និងចេញបានចំនួន76បានជូនទៅក្រសួងធនធានទឹកដែលជានីតិបុគ្គលគ្រប់គ្រងដីរដ្ឋរួចមកហើយដែរចា៎សម្រាប់ដីតំបន់2ក្នុងឆ្នាំ2024នេះគឺមន្ទីរបានធ្វើការវាស់វែងបញ្ចប់
ចំនួន70ភូមិហើយធ្វើការបិទផ្សាយចប់ចំនួន15ភូមិនិងបន្តការបិទផ្សាយចំនួន29ភូមិទៀតការរៀបចំទីក្រុងអង្គរគឺជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេសមិនតែប៉ុណ្ណោះសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិដែលទីក្រុងអង្គរជាតំបន់ទេសចរការអភិវឌ្ឍនៅរយៈពេល1ឆ្នាំចុងក្រោយជាង1ឆ្នាំជាងចុងក្រោយនេះមានលទ្ធផលធំធេងដែលយើងគិតថាមិននឹកស្មានដល់ថារយៈពេលជាង1ឆ្នាំនេះការដឹកនាំរបស់ថ្នាក់ដឹកនាំលោកបានពុះពៀជំនះដោះស្រាយរាល់បញ្ហាហើយដោះស្រាយនឹងបានយ៉ាងច្រើនបើយើងផ្អែកឲ្យចំទៅលើទឹកដីនៃរមណីយដ្ឋានប្រាសាទអង្គរបច្ចុប្បន្នយើងមិនមានអ្វីប្រឈមទេដោយសារប្រជាពលរដ្ឋទាំងអស់លោកទទួលបានសមិទ្ធផលពិតអ្វីដែលរាជរដ្ឋាភិបាលបានធ្វើគឺគាត់ទទួលបានផ្លែផ្កាគោលបំណងយើងគឺដើម្បីបង្កើតនៅបរិយាកាសគ្មានវិវាទនៅក្នុងសង្គមជាតិហើយដើម្បីជួយឲ្យប្រជាពលរដ្ឋយើងទាំងមូលហ្នឹងមានលំនៅឋានសមរម្យហើយគាត់បានទទួលបានកម្មសិទ្ធិស្របច្បាប់ជូនពួកគាត់ហើយការដោះស្រាយវិវាទនេះទៀតក៏ជាការមួយដែលយើងអាចស្ដារឡើងវិញនៅទំនុកចិត្តការជឿទុកចិត្តឡើងវិញចំពោះសម្រាប់អ្នកវិនិយោគទុនទាំងក្រៅនិងក្នុងប្រទេសដើម្បីឲ្យគាត់ចូលមកមានទំនុកចិត្តនៅការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាយើងឡើងវិញដែរមួយឆ្នាំកន្លះកន្លងទៅនេះជាមោទនភាពបើនិយាយពីមោទនភាពច្រើនតែនៅក្នុងនោះមោទនភាពធំបំផុតរបស់ខ្ញុំហ្នឹងគឺទី1គឺត្រូវបានថ្នាក់ដឹកនាំលោកផ្ដល់ឱកាសហើយឲ្យខ្ញុំអនុវត្តនៅគោលនយោបាយដ៏សំខាន់មួយរបស់ក្រសួងគឺគោលនយោបាយសេវាគាប់ចិត្តនេះឯងចា៎នេះខ្ញុំពិតជាសប្បាយចិត្តមែនតើដោយសារបានប្រជាពលរដ្ឋគាត់ចូលរួមយ៉ាងកកកចាហើយជំរុញឲ្យការងារយើងពន្លឿនការងារវាស់វែងចុះបញ្ជីនឹងឲ្យបានឆាប់កាន់តែឆាប់រហ័សសម្រាប់បងមោទនភាពខ្លាំងណាស់ព្រោះអីគាត់សហការជាមួយយើងការងារយើងទៅវារលូនបើសិនជាអត់មានការសហការពីគាត់ទេពីប្រជាពលរដ្ឋពីអាជ្ញាធរភូមិឃុំទេគឺយើងអត់ធ្វើការបានទេចាបញ្ហាដែលសប្បាយចិត្តជាងគេក្នុងការចុះដោះស្រាយវិវាទនិយាយរួមទៅយើងគោលគំនិតដែលយើងចេញទៅបេសកកម្មការងារពាក់ព័ន្ធវិវាទដីធ្លីអ្វីដែលសំខាន់គឺនិយាយសម្របសម្រួលជាមួយនឹងគូភាគីវិវាទឲ្យគាត់ត្រូវគ្នាព្រមផ្តិតមេដៃបញ្ចប់វិវាទបាននេះទទួលយកតាមការដំណោះស្រាយផងយើងចំពោះខ្ញុំមានមោទនភាពចំពោះជាតិនិងមោទនភាពចំពោះខ្លួនដោយសារខ្ញុំជាស្ត្រីចំណាស់មួយរូបដែលខ្ញុំបានមើលឃើញការដឹកនាំការកសាងប្រទេសរបស់រាជរដ្ឋាភិបាលមោទនភាពផ្សេងទៀតហ្នឹងគឺខ្ញុំបានធ្វើការជាមួយនឹងជំនាញគ្រប់ទាំងអស់នៅក្នុងក្រសួងខ្ញុំគិតថាវាជាមិនមែនថាជាក្រុមការងារអាចថាជាគ្រួសារជាចំណែកមួយនៃជីវិតខ្ញុំដែរមកធ្វើការជាមួយគ្នាមានការឯកចែកគ្នាអន់ចិត្តហ្នឹងទៅក៏ចេញទៅមួយផ្លែទៅដល់ពេលហើយមានការហៅគ្នាមកជុំគ្នាទៅចែកគ្នាឡើងវិញហើយដឹងខ្លួនឯងច្បាស់ថាគោលដៅចុងក្រោយទោះជាក្នុងកំឡុងពេលអនុវត្តហ្នឹងយ៉ាងម៉េចក៏ដោយប៉ុន្តែគោលដៅចុងក្រោយគឺត្រូវតែសម្រេចភារកិច្ចដែលថ្នាក់ដឹកនាំបានដាក់ចេញរំភើបមែនតើអតិថិជនខ្លះគាត់សឹងតែនិយាយយំអួលដើមកដែលគាត់ថាគាត់រងចាំពេលហ្នឹងគឺ8ឆ្នាំ9ឆ្នាំឡើងជិត10ឆ្នាំអ្នកខ្លះអញ្ចឹងគាត់អត់តែបានទទួលបានកម្មសិទ្ធិទេប៉ុន្តែនៅពេលដែលយើងក្រុមការងារនេះចូលរួមមកដោះស្រាយនេះគាត់សឹងតែថាមិនជឿថាគាត់ទទួលបានកម្មសិទ្ធិក្នុងរយៈពេល2ថ្ងៃ3ថ្ងៃដែលគាត់យកពាក្យមកដាក់ស្អែកឡើងគាត់អាចអញ្ជើញមកយកបានចំពោះក្រុមការងារទាំងអស់គាត់ខំប្រឹងប្រែងមែនតើទាំងយប់ទាំងថ្ងៃទោះបីថាគាត់ទទួលសម្ពាធពីគ្រប់ភាគីទាំងអស់ដែលពេលខ្លះសឹងតែថាម៉ោង10យប់អីនៅទទួលបានសារក្នុងក្រុមការងារអតិថិជនដោះស្រាយបរិយាគឺថាត្រូវឆ្លើយជាមួយពួកគាត់គ្រប់ពេលគ្រប់វេលាហ្នឹងគឺខ្ញុំមានមោទនភាពចំពោះក្រុមការងាររបស់ខ្ញុំមែនតើហើយ
មួយទៀតនោះគឺមោទនភាពចំពោះថ្នាក់ដឹកនាំរបស់យើងដែលគាត់មានក្តីមេត្តាគាត់មានទឹកចិត្តចង់ឲ្យមន្ត្រីវ័យក្មេងទាំងអស់ក្រុមការងារទាំងអស់ហ្នឹងគឺចេះបង្ហាញរៀនសូត្រហើយបង្ហាញនៅភាពជាអ្នកដឹកនាំចូលរួមមតិយោបល់ក្នុងគោលនយោបាយដើម្បីធ្វើម៉េចឲ្យប្រទេសជាតិយើងរីកចម្រើនតទៅមុខទៀតចា៎ក្នុងទិវា8មីនាខាងមុខនេះនាងខ្ញុំសូមលើកទឹកចិត្តដល់ស្ត្រីទាំងអស់សូមឲ្យមានភាពក្លាហានហ៊ានសម្រេចចិត្តហ៊ានដោះស្រាយបញ្ហាហ៊ានចាប់យកឱកាសថ្មីៗដើម្បីសម្រេចក្តីសម័យនាពេលអនាគតនៅក្នុងឱកាសទិវានារីអន្តរជាតិ8មីនានាងខ្ញុំសូមលើកទឹកចិត្តដល់ស្ត្រីគ្រប់រូបឲ្យមានភាពក្លាហានក្នុងការអនុវត្តការងារលើកទឹកចិត្តខ្លួនឯងឲ្យខ្លួនឯងចូលប្រឡូកទៅលើវិស័យការងារទទួលបានជោគជ័យសំខាន់បំផុតហ្នឹងគឺផ្ដល់ឱកាសឲ្យខ្លួនឯងអ្នកដទៃថ្នាក់ដឹកនាំមិត្តភ័ក្តិសហការីរបស់យើងគាត់ផ្ដល់ឱកាសឲ្យយើងហើយតែយើងត្រូវតែផ្ដល់ឱកាសឲ្យខ្លួនឯងចាអញ្ចឹងផ្ដល់ឱកាសឲ្យខ្លួនឯងនឹងយ៉ាងម៉េចផ្ដល់ឱកាសឲ្យខ្លួនឯងបានធ្វើការហ្នឹងផ្ដល់ឱកាសឲ្យខ្លួនឯងបានសាកល្បងការងារហ្នឹងបំពេញការងារហ្នឹងហើយរៀនពីការងារហ្នឹងចាព្រោះស្អីក៏ដោយក៏មានបញ្ហាដែរប៉ុន្តែនៅពេលដែលយើងមិនគិតថានឹងជាបញ្ហាហើយយើងគិតថានឹងជាការរៀនសូត្រជាបទពិសោធន៍ស្អីក៏យើងអាចធ្វើទៅបានដែរចានាងខ្ញុំផ្ដាំផ្ញើទៅកាន់ស្ត្រីគ្រប់រូបពង្រឹងសមត្ថភាពចំណេះដឹងជំនាញរបស់ខ្លួនជាពិសេសស្ត្រីវ័យក្មេងក្នុងសម័យ Digital នេះដើម្បីក្លាយខ្លួនជាថ្នាក់ដឹកនាំដ៏ឆ្នើមប្រកបដោយគុណធម៌ហើយមានសមត្ថភាពដើម្បីធ្វើការលើកស្ទួយវិស័យដីធ្លីឲ្យមានការអភិវឌ្ឍទៅថ្ងៃអនាគតផងដែរចាក្នុងឱកាសនេះដែរខ្ញុំក៏មានសារខ្លីមួយជូនទៅនារីគ្រប់រូបនិងក្មេងស្រីទាំងអស់គ្នាឲ្យគិតថាខ្លួនឯងអាចធ្វើនៅអ្វីៗបានទាំងអស់បើសិនជាយើងដាក់ចិត្តដាក់កាយនៅក្នុងការងាររបស់យើងហើយមួយចំណុចទៀតដែរគឺខ្ញុំសូមធ្វើការលើកទឹកចិត្តឲ្យស្ត្រីគ្រប់រូបនិងក្មេងស្រីទាំងអស់មានភាពក្លាហានត្រូវហ៊ានឈានជើងចេញពី comfort zone របស់ខ្លួនដើម្បីចាប់យកនៅអ្វីៗដែលថ្មីជាមេរៀនសម្រាប់ធ្វើការរៀនសូត្រយកបទពិសោធន៍ក្នុងជីវិតរបស់ពួកគាត់ចា៎ហើយក៏សូមឲ្យស្ត្រីយើងទាំងអស់មានមនសិការស្នេហាជាតិបំពេញភារកិច្ចដោយការទទួលខុសត្រូវខ្ពស់ចំពោះជាតិចំពោះមាតុភូមិ